សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិរឿងខ្មោចរបស់ពូបារាំងសូមរីករាយសម្ដាប់ជាមួយសាយរឿងថ្មីទាំងអស់គ្នាបើចូលចិត្តការនីតិរបស់ពូបារាំងកុំភ្លេចជួយ Subscriber និងឲ្យមេដៃរបស់ពូបារាំងម្នាក់មួយផងសូមអរគុណរឿងបាបពុនប្រកាសជាមានពិតមែនអ្នកណាសាងអំពើបាបច្បាស់ជាត្រូវទទួលកម្មស្នងវិញបើមិនជាតិនេះក៏ជាតិក្រោយដែរវាមិនខុសអ្វីពីយើងយកគ្រាប់ដំណាំទៅដាំនៅក្នុងចំការនោះទេយើងកប់គ្រាប់ល្ពៅវាដកចេញមកល្ពៅកប់គ្រាប់ត្រសក់ចេញមកត្រសក់យ៉ាងណាមិញផលកម្មក៏ដូចគ្នាបើយើងប្រព្រឹត្តបាបបានបាបប្រព្រឹត្តបុណ្យបានបុណ្យតាមតិចតាមច្រើនរបស់អ្នកសាងជាក់ស្ដែងលោកអ៊ុំជឹមគាត់មានអាយុ60ឆ្នាំគត់ប្រហែលជាមានបាបជាប់ខ្លួនមកពីជាតិមុនទើបជាតិនេះគាត់คล้ายទៅជាមនុស្សថ្លង់ស្ដាប់អ្វីមិនឮដូចគេពេលនិយាយជាមួយអ្នកដទៃគាត់ស្រែកខ្លាំងរួចហើយគាត់យកដៃក្តោបត្រចៀកអៀងចាំស្ដាប់សំឡេងតបវិញអ្នកនិយាយជាមួយគាត់ត្រីជំទាលស្ទើរបៃបំពង់កទើបគាត់ឮគាត់ចូលចិត្តសម្លាប់សត្វណាស់ជាពិសេសកីឡារបស់គាត់គឺការស្ទូចត្រីដែលស្ថិតនៅក្នុងអំពើបាបទៀតគាត់ពូកែស្ទូចត្រីណាស់ទៅស្ទូចម្ដងត្រឡប់មកវិញបានត្រីពេញទ្រុងមានត្រីផ្ទុកត្រីអណ្ដែងត្រីឆ្លាំងជាដើមគាត់សម្លាប់ត្រីនិងអង្រែបុកគ្រឿងដាក់តែមួយអង្រែត្រីប្រកាច់ទ្រុលកាត់ក្បាលនឹងធ្វើស្រកាយ៉ាងស្ទាត់ជំនាញព្រោះគាត់ធ្លាប់ធ្វើត្រីតែអញ្ចឹងតាំងពីយូរណាស់មកហើយបើរាប់ជាចំនួនត្រីរាប់ពាន់ក្បាលរហូតអ្នកចាស់ទុំមួយគាត់ប្រាប់ឲ្យឈប់សម្លាប់ត្រីតទៅទៀតប៉ុន្តែគាត់មិនស្ដាប់អ្នកណាទាំងអស់ព្រោះគាត់ចាស់ទុកថាវាគឺជាអាហាររបស់មនុស្សថ្ងៃមួយអ៊ុំប៉នមានវ័យប្រហាក់ប្រហែលគ្នានឹងអ៊ុំជឹមដែរគាត់បានបបួលគ្នាទៅស្ទូចត្រីយើងគិតទៅស្ទូចឯណាប៉នជំការក្រូចរបស់យាយយឹមក្នុងប្រឡាយទឹកក្បែរនោះមានត្រីច្រើនណាស់យើងចូលទៅក្នុងជំការរបស់គេអញ្ចឹងគេមិនថាអីទេមិនថាអីទេប៉ុន្តែកុំទៅពេលថ្ងៃត្រូវទៅពេលយប់ហេតុអីទៅព្រោះពេលថ្ងៃយាយយាមស្រោចដំណាំរំខានណាស់បើពេលយប់វិញត្រីច្បាស់ជាស៊ីសន្ទូចខ្លាំងព្រោះវាកំពុងឃ្លានខ្លាំងអញ្ចឹងយល់ព្រមអញ្ចឹងយើងទៅជីកជន្លេនជាមួយគ្នាចាស់ទាំងពីរនាក់នេះមិនគិតពីបាបកម្មអ្វីទេដូចជាត្រូវគ្នាគ្រប់ម៉ាត់គាត់ជីកជន្លេនដាក់ពេញត្រឡោកដូងយកមកធ្វើជានុយត្រីជន្លេនគឺជាសត្វអត់ធ្មត់ណាស់ទោះជាក្តិចវាដាច់គី3កំណាត់ក៏ដោយក៏វានៅតែត្រដោចុះឡើងឡើយមិនងាយងាប់នាងាយឡើយយើងមិនបានដឹងដល់ការឈឺចាប់របស់វាទេតាមពិតវាឈឺចាប់មិនតិចទេមុននឹងងាប់ទៅពេលយប់មកដល់តាចាស់ទាំងពីរនាក់កាន់ដងសន្ទូចម្នាក់មួយព្រមទាំងជន្លេនម្នាក់មួយត្រឡោកដូងដើរកាត់មុខផ្ទះយាយយាមហើយក៏ស្រែកប្រាប់ថាយាយយាមខ្ញុំសុំចូលកាត់ចំការស្ទួយត្រីបន្តិចណាមានសំឡេងស្រែកតបមកវិញខ្លាំងថាតាមសប្បាយចោះតែប្រយ័ត្នផ្អ៊ូក្នុងចំការនេះមានផ្អ៊ូច្រើនណាស់មិនអីទេអរគុណទាំងពីរអ្នកដើរទៅដល់បានឮសូរមាត់ត្រីចាប់មិនដាច់រយៈគាត់រកកន្លែងអង្គុយម្នាក់មួយនឹងចាប់នុយបិទសន្ទូចបោះទៅក្នុងទឹកយ៉ាងលឿនងាកមកអ៊ុំជឹមនោះគាត់សាងបាបឡើងទៀតហើយគ្រាន់តែដាក់ដល់ទឹកភ្លាមក៏វត្តត្រីផ្ទុកមួយប៉ុនកំពួនជើងឡើងកងដងសន្ទូចវឹបអ៊ុំប៉ុននៅមិនទាន់បានស្ទូចត្រីអីមួយសោះផ្ទុយពីអ៊ុំជឹមត្រីស៊ីសន្ទូចសុទ្ធតែត្រីធំអ៊ុំប៉ុនឃើញដូច្នេះ
គាត់រអ៊ូប្រាប់ថាអ៊ំជឹមថាក្នុងមិនទាន់បានអីមួយសោះតែម្ដងហើយវើយជឹមមិនអីទេពូនបន្តិចទៀតវាគង់តែបានដូចខ្ញុំអញ្ចឹងអាយ៉ាត្រីស៊ីសន្ទូចខ្ញុំហើយតាអូហូកម្លាំងវាខ្លាំងមែនវត្តមិនព្រមឡើងទេវើយអ៊ំជឹមសប្បាយរីករាយណាស់ព្រោះគាត់កំពុងតែបានត្រីត្រានទម្រាំវត្តត្រីនេះបានឡើងមករួចអ៊ំជឹមឡើងដល់លាក់ញើសគាត់ទាញខ្សែសន្ទូចអូសត្រីនោះឡើងមកលើគោកបានយ៉ាងផិតភ័យព្រោះតាំងពីកើតមកមិនដែលឃើញត្រីអីធំដល់ថ្នាក់នេះឡើយក្បាលវាពូនចានបាយដងខ្លួនធំពូននឹងគល់ផ្លៅរបស់មនុស្សគាត់ចាប់វាឲ្យហាមាត់ដើម្បីលួចដៃចូលដោះផ្លែសន្ទូចភ្លាមនោះវាក៏ត្របាក់ដៃរបស់អ៊ំជឹមជាប់មិនព្រមលែងទាញយ៉ាងម៉េចក៏មិនរបូតចេញពីមាត់របស់វាធ្មេញដ៏មុតស្រួចរបស់ត្រីផ្ទក់យក្សនេះខំដៃរបស់អ៊ំជឹមជាប់មិនព្រមលែងទាញយ៉ាងម៉េចក៏មិនរបូតចេញពីមាត់របស់វាដៃរបស់អ៊ំជឹមរហូតឈាមរហាមគាត់ស្រែកហៅអ៊ំប៉ុនឲ្យមកជួយអូយជួយផងវីតាពូនអ៊ំប៉ុនបានលឺហើយក៏ទម្លាក់ដងសន្ទូចរបស់គាត់ចោលទាំងតក់ស្លុតនិងរត់មករកយ៉ាងលឿនអ៊ំប៉ុនមកដល់ឃើញត្រីផ្ទុកយ៉ាក់កំពុងតែខំដៃរបស់មិត្តជាប់ដូចនេះគាត់ក៏ចាប់ត្រីកន្ត្រាក់យ៉ាងខ្លាំងរហូតរបូតដោយទាំងនាមដៃអ៊ំជឹមចេញមកសំឡេងរបស់អ៊ំជឹមស្រែកយ៉ាងកង់រំពឹងដៃរបស់គាត់ដាច់ម្រាមអស់4ម្រាមនៅសល់តែមេដៃមួយប៉ុណ្ណោះត្រីផ្ទុកយក្សនោះវានៅលើគោកនៅឡើយក្របភ្នែករបស់វាមូលក្លំនិងឡើងក្រហមដូចភ្លើងវាប្រឹងសម្លក់អ៊ំជឹមធ្លាក់រួចហើយក៏វាវ៉ាឃ្លឹកខ្លាក់ចុះទៅក្នុងប្រឡាយវិញទៅអ៊ំប៉ុនប្រញាប់នាំមិត្តទៅមន្ទីរពេទ្យដើម្បីឲ្យពេទ្យដេកមុខរបួសនិងត្រូវដេកព្យាបាលនៅមន្ទីរពេទ្យនោះឯង2-3 ថ្ងៃក្រោយមកអ៊ំប៉ុនទៅលេងអ្នកជំងឺនៅមន្ទីរពេទ្យព្រមទាំងប្រាប់ថាត្រីមួយក្បាលនោះមិនមែនជាត្រីធម្មតាទេប៉ុន្តែវាជាត្រីខ្មោចត្រីព្រាយបិសាចការដែលជឿថាវាមិនមែនជាត្រីធម្មតាក៏ពីព្រោះក្របភ្នែករបស់វាឡើងក្រហមដូចភ្លើងប្រៀបដូចជាភ្លើងឆេះនៅក្នុងភ្នែករបស់វាគ្មានខុសឡើយអ៊ំជឹមត្រូវคล้ายខ្លួនទៅជាអ្នកពីកាអស់ម្រាមដៃដល់ទៅ4ម្រាមគាត់នឹកស្ដាយម្រាមដៃឡើងស្រក់ទឹកភ្នែកតក់ព្រមទាំងនិយាយស្បត់នៅចំពោះមុខអ៊ំប៉ុនថាចាប់តាំងពីពេលនេះទៅនឹងមិនសម្លាប់សត្វទៀតជាពិសេសត្រីព្រមទាំងឈប់ស៊ីសាច់ត្រីអស់មួយជីវិតអ៊ំប៉ុនលើកដៃទូលក្បាលអនុមោទនាសាធុទៅជាមួយគ្នាដែរ